Oh wow hello universe នឹងឲ្យសួស្តីទាំងអស់គ្នាខ្ញុំមក recap ជាមួយនឹងវីដេអូនៃការថ្ងៃបំពាក់ឈៀងរបស់ Miss Universe Cambodia ឆ្នាំ2025ការហ្នឹងគឺខ្ញុំពិតជាស្រឡាញ់វត្ត័យខ្លាំងមែនតើបាននិយាយពីបេក្ខភាពទាំង20រូបជាផ្លូវការរបស់ Miss Universe Cambodia 2025ហ្នឹងវត្ត័យគឺជាម្នាក់នៅក្នុងចំណោមបេក្ខនារីដែលខ្លាំងយកតែមែនតើបងប្អូនមកមើលជាមួយនឹងការដើររបស់ប្រទេសដើរពោពេញទៅដោយថាមពលដើរពោពេញទៅដោយភាពជឿជាក់និយាយទៅអត់ខ្វល់ថាជើងគាត់ដើរតាក់របៀបម៉េចឬមួយក៏សពុតនឹងបបាក់មិនមើលទេតែតោះគ្នាមើលខ្លួនឯងឈុតដែលគាត់ស្លៀកហ្នឹងបែបលក្ខណៈថាជាសាច់ហឹបជើងតឹងហើយគឺវែងទៀតអញ្ចឹងបើសិនជាបែកខាងនេះដែលគាត់អត់ចេះប្រើប្រាស់ស្បែកជើងកែងអត់ចេះដឹងទៅលើតិចនិចក៏ដូចជាវិធីនៅក្នុងការដើរដើម្បីឲ្យវាចេញមកមាន power មានភាពជឿជាក់គឺប្រហែលមែនតើប៉ុន្តែពុទ្ធិគឺជាបែកខាងនេះដែលអត់ខ្លាចឆាបអត់ខ្លាចនឹងបើជើងកែងហើយក៏អត់ខ្លាចដួលដែលធ្វើឲ្យនេះកន្លែងផុសកន្លែងហ្នឹងគឺខ្ញុំពិតជាស្រឡាញ់ខ្លាំងមែនតើហើយខ្ញុំគឺនៅតែđangរងចាំនៃការផុសជា official ពីវត្ត័យហ្មងថាគាត់នឹងចូលរួមប្រកួត Miss Universe